ក្របរំសេវជាង 20000 គ្រាប់និងកំភ្លើងអាកាស47ត្រូវបានគេលួចដឹកជញ្ជូនយ៉ាងកក្លឿនកាត់ផ្ទៃសមុទ្រប្រិមិត្តទស្សនិកជនជាទីមេត្រីថាឋាននេះជាការដឹកជញ្ជូនទំនិញកិច្ចពន្ធធម្មតាឬជាការត្រៀមផ្គត់ផ្គង់សម្រាប់សង្គ្រាមតូចតាចណាមួយព្រឹត្តិការណ៍ដ៏កក្រើកនិងគួរឲ្យព្រឺសម្បល់បានកើតឡើងនៅវេលាម៉ោង 5 ល្ងាចនៅថ្ងៃទី 21 ខែសីហាឆ្នាំ 2026 ថ្មីនេះកងកម្លាំងជើងទឹកថៃបានបើកប្រតិបត្តិការដេញតាមប្រមាញ់ទូកល្បឿនលឿនមួយគ្រឿងនៅលើផ្ទៃសមុទ្រយ៉ាងសាហាវមិនចាញ់នៅក្នុងខ្សែភាពយន្ត Hollywood នោះទេដោយមានការសម្របសម្រួលយ៉ាងសម្ងាត់ពីអង្គភាពស៊ើបអង្កេតកងទ័ពជើងទឹកភូមិន្ទថៃអាជ្ញាធរបានទទួលតម្រុយច្បាស់ថានឹងមានការរត់ពន្ធឆ្លងដែនកាត់ព្រំដែនប្រតិបត្តិការដេញតាមនេះបានផ្ដើមចេញពីតំបន់កោះឆាងដេញតាមគៀកកិតពីក្រោយទូកល្បឿនលឿនដ៏គួរឲ្យសង្ស័យនោះរហូតដល់ម៉ោង 6:26 នាទីល្ងាចទើបទូកនោះចូលចតនៅកំពង់ផែឌីរ៉េកនៅក្នុងឃុំខ្លងយ៉ៃខេត្តត្រាចកន្លែងនេះហើយដែលជាចំណុចបញ្ចប់នៃដំណើរការកិច្ចពន្ធដ៏ប្រហើនមួយនេះគ្រាន់តែទូកចូលចតភ្លាមកម្លាំងកងម៉ារីនថៃបានសម្រុកចូលទៅក្របួចភ្លាមតែម្ដងនៅក្នុងភាពវឹកវរនោះមានជនសង្ស័យម្នាក់បានលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកសមុទ្ររួចហើយគេចខ្លួនបាត់ស្រមោលទុកឲ្យបពពួកចំនួន 3 នាក់ផ្សេងទៀតត្រូវជាប់ខ្នោះនៅនឹងកន្លែងជនសង្ស័យទាំង 3 នាក់សុទ្ធសឹងតែជាជនជាតិថៃដែលរស់នៅលើកោះគុតនិងរស់នៅក្នុងខេត្តត្រាកនេះតតែម្ដងនៅពេលដែលសមត្ថកិច្ចធ្វើការឆែកឆេរទើបដឹងថាវាមិនមែនជារឿងលេងសើចនោះទេនៅលើទូកនោះគឺប្រៀបបាននឹងឃ្លាំងអាវុធចល័តមួយអញ្ចឹងអាវុធដែលត្រូវរឹបអូសរួមមានកាំភ្លើងប្រភេទ AK-47 ចំនួន 2 ដែមបង់កាំភ្លើង AK រហូតទៅដល់102 បង់គ្រាប់រំសេវសរុបចំនួន 21300 គ្រាប់ដែលរួមមានគ្រាប់ 7.63 មីលីម៉ែត្រពណ៌ខៀវចំនួន 700 គ្រាប់ស្មើនឹង 12 ប្រអប់គ្រាប់ 7.62 មីលីម៉ែត្រពណ៌ក្រហមចំនួន 12244 គ្រាប់ស្មើនឹង 17 ប្រអប់និងអ្វីដែលគួរឲ្យព្រឺសម្បល់បំផុតនោះគឺគ្រាប់ប្រភេទ 12.7 មីលីម៉ែត្រចំនួន 765 គ្រាប់ស្មើនឹង 9 ប្រអប់ប្រិមិត្តទស្សនិកជនគ្រាប់ប្រភេទ 12.7 មីលីម៉ែត្រនេះមិនមែនសម្រាប់បាញ់សត្វនោះទេវាគឺជាប្រភេទគ្រាប់កំភ្លើងធន់ធ្ងន់ដែលគេច្រើនប្រើសម្រាប់បាញ់ទម្លុះរថពាដែកឬបាញ់យន្តហោះតើបពពួករថពន្ធទាំងនេះយកគ្រាប់កំភ្លើងធន់ធ្ងន់បែបនេះទៅផ្គត់ផ្គង់ឲ្យនរណាក្រៅពីអាវុធនៅកន្លែងកាត់ហេតុកម្លាំងសមត្ថកិច្ចក៏បានរឹបអូសរថយន្ត SUV ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខខេត្តត្រាចដែលចតចាំទទួលទំនិញនៅកំពង់ផែនោះស្រាប់នេះសបញ្ជាក់ឲ្យឃើញថាពួកគេមានបណ្ដាញទទួលនិងចែកចាយយ៉ាងច្បាស់លាស់និងមានការរៀបចំទុកជាមុនយ៉ាងហ្មត់ចត់ក្រោយពីការសួរចម្លើយជនសង្ស័យទាំង 3 នាក់បានសារភាពថាពួកគេគ្រាន់តែជាកូនឈ្នួលគេតែប៉ុណ្ណោះដោយពួកគេទទួលបានកម្រៃត្រឹមតែ 4000 បាតឬជាង $100 ក្នុងម្នាក់ដើម្បីប្រថុយជីវិតជិះទូកដឹកគ្រាប់រំសេវទាំងនេះមកកាន់កំពង់ផែចំណែកឯមេខ្លោងធំដែលជាអ្នកបញ្ជានិងជួរពួកគេមានឈ្មោះថាម៉ាលីមកទល់ម៉ោង 9 យប់ថ្ងៃដដែលជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅមន្ត្រីស៊ើបអង្កេតដើម្បីចោទប្រកាន់ពីបទកាន់កាប់និងរត់ពន្ធអាវុធប៉ុន្តែសំណួរដ៏ធំដែលអ្នកវិភាគសន្តិសុខនៅក្នុងតំបន់កំពុងចោទសួរនោះតើឈ្មោះម៉ាលីនោះជានរណាឲ្យពិតប្រាកដខេត្តត្រាចគឺជាខេត្តជាប់ព្រំដែនសមុទ្រនិងដីគោកដែលមានភូមិសាស្ត្រស្មុគស្មាញងាយស្រួលនៅក្នុងការលួចលាក់ឆ្លងកាត់នៅក្នុងបរិបទសន្តិសុខអាស៊ីអាគ្នេយ៍បច្ចុប្បន្នទីផ្សារងងឹតនៃការជួញដូរអាវុធតែងតែមានខ្សែបណ្ដាញភ្ជាប់ទៅនឹងក្រុមអ ுக ្រិតជនឆ្លងដែនធំឬអាចជាអ្នកផ្គត់ផ្គង់ដល់ក្រុមប្រដាប់អាវុធណាមួយនៅក្នុងតំបន់ព្រោះបរិមាណគ្រាប់រាប់ម៉ឺនគ្រាប់និងមានគ្រាប់ធន់ធ្ងន់បែបនេះមិនមែនជារឿងធម្មតានោះឡើយការរឹបអូសលើកនេះអាចគ្រាន់តែជាផ្នែកតូចតែប៉ុណ្ណោះតើមានគ្រាប់អាវុធប៉ុន្មានម៉ឺនគ្រាប់ទៀតដែលបានលួចឆ្លងកាត់ទីនេះដោយជោគជ័យហើយតើអាជ្ញាធរថៃនឹងវេចមុខមេខ្លោងឈ្មោះម៉ាលីនេះបានដែរឬទេ
ឬមួយក៏បុគ្គលនេះគ្រាន់តែជាកូនអុកតូចមួយនៅក្នុងក្តារអុកដ៏ធំនៃការជួញដូរអាវុធអន្តរជាតិសំឡេងសូត្រធម៌កំពុងលាន់ឮរងំនៅក្នុងទីអារាមដ៏ស្ងប់ស្ងាត់ស្រាប់តែคล้ายទៅជាសមុទ្រឈាមត្រឹមតែមួយប្រពេចភ្នែកគ្រាប់បែកពីលើអាកាសបានទម្លាក់ចំកណ្ដាលបរិវេណវត្តអារាមផ្ដាច់សង្ខារមនុស្សស្លូតត្រង់ដល់ទៅ14នាក់តើមានរឿងអ្វីកើតឡើងឲ្យពិតប្រាកដនៅពីក្រោយប្រតិបត្តិការយោធាដ៏សាហាវព្រីផ្សៃពីសំណាក់របបសឹកមីយ៉ាន់ម៉ាមួយនេះហេតុអ្វីបានជាទីសក្ការៈបូជាคล้ายទៅជាគោលដៅនៃការវាយប្រហារហេតុការណ៍ដ៏រន្ធត់នេះមិនមែនកើតឡើងនៃទីលានប្រយុទ្ធប្រទែងប្រទងគ្នានោះទេប៉ុន្តែវាបានកើតឡើងនៅចំកណ្ដាលឃុំយន្តយោងទៅតាមសេចក្តីរាយការណ៍ផ្ទាល់ពីគណៈបកប្រឆាំងនិងបណ្ដាញសង្គមស៊ីវិលដែលបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិអាចាហ្សេរ៉ាបានទម្លាយឲ្យដឹងថាយន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារយ៉ាងកក្លឿនទម្លាក់គ្រាប់បែកពីលើអាកាសមកលើបរិវេណវត្តអារាមមួយកន្លែងដោយមិនញញើតដៃនោះឡើយប្រិយមិត្តសាកស្រមៃមើលនៅពេលនោះមានប្រជាជនជាង100នាក់ឯណោះដែលកំពុងជួបជុំគ្នាស្នាក់នៅទីវត្តអារាមនោះពួកគេមិនមែនជាកងទ័ពមិនមែនជាអ្នកកាន់អាវុធប្រឆាំងរដ្ឋាភិបាលនោះទេប៉ុន្តែពួកគេមកទីនេះដើម្បីសម្រាកកាយនិងប្រារព្ធពិធីសាសនារយៈពេល1សប្តាហ៍ពេញទីភ្នាក់ងារសារព័ត៌មាន AP បានស្រង់សម្ដីអ្នកភូមិដែលរស់នៅទីនោះយន្តហោះចម្បាំងនោះបានហោះឆាបពីលើសហគមន៍របស់ពួកគេហើយទម្លាក់គ្រាប់បែកចំនួន2គ្រាប់ផ្ទួនគ្នាមកលើភូមិដែលនៅគៀកគិតនឹងគ្នានោះលទ្ធផលនៃសោកនាដកម្មនេះគឺមនុស្សចំនួន14នាក់បានបាត់បង់ជីវិតភ្លាមនៅនឹងកន្លែងក្នុងនោះមានស្ត្រី3នាក់ហើយ20នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរដេកដួលក្នុងថ្លុកឈាមនៅទីកន្លែងសក្ការៈតើយោធាមីយ៉ាន់ម៉ាឆ្លើយតបយ៉ាងណាចំពោះទង្វើមួយនេះវាជារឿងធម្មតាទៅហើយនៅពេលដែលមានការវាយប្រហារលើជនស៊ីវិលរបបសឹកមីយ៉ាន់ម៉ាតែងតែរក្សាភាពស្ងៀមស្ងាត់ឬបដិសេធដាច់អហង្ការមកទល់ពីនេះមិនទាន់មានសេចក្តីរាយការណ៍ជាផ្លូវការណាមួយពីយោធាជំវិញការវាយប្រហារដ៏សាហាវនៅឃុំមយន្តនេះនៅឡើយនោះទេប៉ុន្តែបើយើងក្រឡេកទៅមើលទម្លាប់នៃការឆ្លើយតបរបស់ពួកគេកន្លងមករបបសឹកតែងតែប្រកាសក្តែងការពីខ្លួនថាកងទ័ពរបស់ខ្លួនវាយប្រហារទៅលើគោលដៅស្របច្បាប់ប៉ុណ្ណោះឬចាត់ទុកតំបន់រងគ្រោះទាំងនោះថាជាជំរកលាក់ខ្លួនរបស់ក្រុមភេរវករប្រិមិត្តហេតុអ្វីចាំបាច់មានការទម្លាក់គ្រាប់បែកការទម្លាក់គ្រាប់បែកលើវត្តអារាមនេះមិនមែនជារឿងចៃដន្យឬជាការភ័ន្តច្រឡំគោលដៅនោះទេដើម្បីយល់ពីសាច់រឿងនេះយើងត្រូវថយក្រោយបន្តិចទៅមើលរូបភាពនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានឆាបឆេកយ៉ាងសន្ធោសន្ធៅចាប់តាំងពីខែកុម្ភៈឆ្នាំ2021មកម្លេះបន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដែលជាប់ឆ្នោតកងទ័ពមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងបាយបង្ក្រាបទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធីយ៉ាងចាស់ដៃដែលជាហេតុជំរុញឲ្យប្រជាជនគ្មានជំរឿអ្វីក្រៅពីការលះបង់ជីវិតបង្កើតកងកម្លាំងប្រដាប់អាវុធដើម្បីតស៊ូប្រឆាំងនឹងរបបសឹកវិញនោះឡើយយោងទៅតាមរបាយការណ៍ដ៏គួរឲ្យតក់ស្លុតពីក្រុមប្រឹក្សាទំនាក់ទំនងការបរទេសដែលមានមូលដ្ឋាននៅក្នុងទីក្រុង Washington សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថាសង្គ្រាមអស់បន្លាយជាង3ឆ្នាំបានឆក់យកជីវិតមនុស្សរហូតជាង 10,000 នាក់ឯណោះមិនត្រឹមតែប៉ុណ្ណោះវាបានបង្ខំឲ្យមនុស្សជាង5លាន2សែននាក់ត្រូវរត់ចោលស្រុកកំណើតផ្ទះសម្បែងคล้ายទៅជាជនភៀសខ្លួនរងទុក្ខយ៉ាងវេទនាចំណុចដែលគួរឲ្យចាប់អារម្មណ៍និងជាគន្លឹះសំខាន់នៃយុទ្ធសាស្ត្រសង្គ្រាមនេះគឺការបាត់បង់ដែនដីគ្រប់គ្រងរបស់របបសឹកបច្ចុប្បន្នកងកម្លាំងតស៊ូប្រជាជននិងកងកម្លាំងជនជាតិភាគតិចបានរួបរวมគ្នានិងវាយដណ្ដើមគ្រប់គ្រងផ្ទៃដីរហូតទៅដល់ 42% រដ្ឋាភិបាលយោធាធ្លាក់ដៃគ្រប់គ្រងបានត្រឹមតែ 21% ប៉ុណ្ណោះដោយសារតែចាញ់ប្រៀបយ៉ាងដំណំទៅលើសមរភូមិដីគោកហ
ហើយត្រូវដកថយពីមូលដ្ឋានទ័ពជាបន្តបន្ទាប់យោធាមីយ៉ាន់ម៉ាគ្មានជំរឿអ្វីក្រៅពីការប្រើប្រាស់យុទ្ធសាស្ត្រវាយប្រហារតាមអាកាសដែលជាដង្ហើមចុងក្រោយដើម្បីគម្រាមកំហែងនិងកាត់ផ្តាច់ការគ្រប់គ្រងរបស់ប្រជាជនទៅលើក្រុមតស៊ូយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ាហៅកាត់ថា IIMM ដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិបានទម្លាយរបាយការណ៍កាលពីខែសីហាកន្លងទៅថាពួកគេបានសង្កេតឃើញយ៉ាងច្បាស់អំពីការកើនឡើងយ៉ាងគំហុកនៃការវាយប្រហារតាមអាកាសការកើនឡើងនេះត្រូវបានអ្នកវិភាគមើលឃើញថាជាការរៀបចំផ្លូវបង្ក្រាបការរើបំរាស់មុនការបោះឆ្នោតដែលរបបសឹកគ្រោងនឹងធ្វើឡើងនៅក្នុងខែធ្នូនិងខែមករាដើម្បីរក្សាអំណាចរបស់ខ្លួនអ្វីត្បិតតែក្រសួងការបរទេសមីយ៉ាន់ម៉ាបានចេញមកបដិសេធរបាយការណ៍របស់ IIMM ដោយអះអាងថាខ្លួនកំណត់គោលដៅទៅលើតែភេរវករនិងបានប្រើប្រាស់ការអត់ធ្មត់កម្រិតអតិបរមាដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់ជនស៊ីវិលក៏ដោយក៏ទស្សនវិជ្ជាជាក់ស្ដែងដូចជាការទម្លាក់គ្រាប់បែកលើវត្តអារាមនៅក្នុងឃុំមយុននេះបានទះកំភ្លៀងការអាងទាំងនោះយ៉ាងចាស់ដៃតើពាក្យថាអត់ធ្មត់អតិបរមារបស់របបសឹកមីយ៉ាន់ម៉ាមានន័យយ៉ាងម៉េចទៅប្រសិនបើវត្តអារាមនិងទីកន្លែងប្រពៃសាសនាដែលពោពេញទៅដោយជនស៊ីវិលត្រូវបានប្រែក្លាយទៅជាចំណុចស៊ើបនៃការទម្លាក់គ្រាប់បែកដោយគ្មានក្តីមេត្តាបែបនេះសង្គ្រាមមួយនេះនៅតែបន្តអស់បន្លាយហើយអ្នកដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺជាប្រជាពលរដ្ឋស្លូតត្រង់ដែលត្រូវរស់នៅក្នុងភាពភ័យខ្លាចរាល់ពេលឮសំឡេងយន្តហោះឆ្លងកាត់ម្ដង